នៅតែឆ្នាំងកូរស្ករហើយចានឡើយសំខាន់កូរស្ករឲ្យប្រហោម្សៅហើយយើងទុកវាទៅចេញស្អាតមកផ្ទះធំក្នុងជ្រូកហើយនឹងសាច់ជ្រូក3ជាន់